បងប្អូនឥឡូវបាទយើងឆាគ្រឿងមាន់បងប្អូនបាទខ្ញុំទិញមាន់មកជាងពីផ្សារមកជាប្រភេទមាន់ស្វិតបងប្អូនឥឡូវខ្ញុំកាប់រួចរាល់ហើយនេះគ្រឿងរបស់យើងគឺខ្ញុំទិញគ្រឿងគេទេគឺខ្ញុំយកមកបុកខ្លួនឯងចាំបានឈ្ងុយបងប្អូនបាទហើយសាច់មាន់របស់យើងក៏យើងបានកាប់រួចរាល់ហើយដែរបងប្អូនបាទឥឡូវនេះយើងចាប់ផ្ដើមបាទចាក់ខ្លាញ់បងប្អូនហើយយើងចាក់គ្រឿងបុកយើងចូលបងប្អូនបាទចាក់ខ្លាញ់ចាក់គ្រឿងបុកយើងចូលមកបងប្អូនបាទគ្រឿងបុករបស់យើងនេះបាទពេលដែលយើងបុកខ្លួនឯងទៅវាឈ្ងុយយើងដែលយើងទិញពីគេមកបងប្អូនបាទយើងបុកថ្មីបាទហើយឈ្ងុយបងប្អូនបាទយើងលីងគ្រឿងរបស់យើងឲ្យឈ្ងុយបន្តិចមកបងប្អូនបាទតោះពីលីងគ្រឿងឈ្ងុយហើយបាទគឺឆាគ្រឿងមាន់សានេះគឺខ្ញុំដាក់គ្រឿងមុនបងប្អូនបាទគ្រឿងគឺមានទឹកត្រីបងប្អូនបាទមានទឹកត្រីប្រេងខ្យងបងប្អូនបាទមានទឹកត្រីប្រេងខ្យងបាទ DJ ស្ករសនឹងបងប្អូនបាទអត់មានអីច្រើនទេបាទគ្រឿងដែលទេបាទយ៉ាងខ្ជិលរៀបរាប់ច្រើនបងប្អូនបាទដោយសារយើងប្រើគ្រឿងដដែលបាទហើយពេលដែលខ្ញុំដាក់គ្រឿងរួចរាល់ហើយបាទគឺខ្ញុំចាប់ផ្ដើមច្បល់ចូលគ្នាដើម្បីឲ្យគ្រឿងរបស់យើងវាឈ្ងុយហើយយើងចាក់ទឹកបន្តិចបងប្អូនបាទកុំឲ្យវាខ្លោចគ្រឿងរបស់យើងណាមួយឲ្យគ្រឿងរបស់យើងហ្នឹងវាចូលសពជាតិផងបងប្អូនបាទវាចូលគ្នាសពណាបាទខ្ញុំចាប់ផ្ដើមយកទឹកមកចាក់ចូលបងប្អូនបាទបន្តិចទៅបងប្អូនបាទមកល្មមបងប្អូនបាទយើងចាក់កុំឲ្យវាច្រើនជ្រុលបាទយើងដាក់មកល្មមទៅបានហើយបាទប៉ុណ្ណឹងហើយយើងចាប់ផ្ដើមក៏បានច្បល់វាបន្តិចមកបាទបន្តមកទៀតគឺយើងចាប់ផ្ដើមយកសាច់មាន់របស់យើងបាទឆាគ្រឿងមាន់នេះដែរក៏ខ្ញុំអត់បានតែបំពងសាច់មាន់ដែរគឺខ្ញុំបានកាប់សាច់មាន់កកនេះយកដាក់មកឆាតែម្ដងហើយធ្វើវិធីនេះក៏វាអត់ឆ្អាបដែរបងប្អូនបាទគឺយើងលីងគ្រឿងយករបស់យើងឲ្យឈ្ងុយហើយចាំយើងដាក់សាច់ចូលរងាស់យកទៅបងប្អូនបាទគឺវាมันមានក្លិនឆ្អាបទេបាទគឺបងប្អូនក៏អាចធ្វើតាមវិធីនេះបានដែរបងប្អូនបាទដល់ខ្ញុំកូរវាបន្តិចទៀតបងប្អូនបាទដើម្បីឲ្យគ្រឿងរបស់យើងបានដាក់រួចរាល់មិញហ្នឹងវាចូលសព្វគ្នាបងប្អូនបាទតោះមកយើងចាប់ផ្ដើមដួសសាច់មាន់ដែលបានហាន់ហ្នឹងដែលបានកាប់រួចហ្នឹងបងប្អូនបានដាក់ចូលមកបាទដើម្បីបាទយើងច្បល់ជាមួយគ្រឿងរបស់យើងបងប្អូនបាទធំក្លិនឈ្ងុយបដាឲ្យបងប្អូនបាទនេះមិនទាន់ឆ្អិនផងបងប្អូនបាទជះក្លិនមកប៉ុណ្ណឹងហើយល្មមតែឆ្អិនទៀតបាទជះក្លិនប៉ុណ្ណាទេបងប្អូនបាទឥឡូវវាជះក្លិនបដាបងប្អូនបាទជះក្លិនបដាហើយបងប្អូនបាទឥឡូវខ្ញុំក៏បានដួសសាច់មាន់ដាក់ចូលរួចរាល់ហើយដែរបងប្អូនបាទហើយយើងកំពុងតែរៀបចំបាទកូរសាច់មាន់របស់យើងជាមួយនឹងគ្រឿងរបស់យើងនេះបាទឲ្យវាសព្វតែម្ដងបងប្អូនបាទហើយពេលដែលយើងឆាយើងក៏បើកភ្លើងខ្លាំងពេកបងប្អូនបាទយើងបាត់មកល្មមតាណាបងប្អូនបាទពេលណាដែលយើងបើកខ្លាំងពេកបាទគ្រឿងរបស់យើងនេះបាទវាឆាប់ខ្លោចទី1បាទសាច់របស់យើងជាមួយគ្រឿងនេះវាទៅចូលជាតិគ្នាទេបងប្អូនកាលណាយើងបើកភ្លើងខ្លាំងពេកបងប្អូននេះគាត់ថាជាបង្ហាញរបៀបឆារបស់បងប្អូនទេបាទឥឡូវនេះបាទការឆារបស់យើងបាទសាច់មាន់របស់យើងនេះបាទគឺបានខ្ញុំទុករងាស់បន្តិចបងប្អូនបាទហើយក៏ភ្លក់មើលប៉ុណ្ណឹងថាល្មមហើយក៏ឆ្អិនបាទគឺចូលក្រោយដាក់ម្រះព្រៅបងប្អូនបាទឆាគ្រឿងបាទបើយើងដាក់ម្រះព្រៅគឺវាអត់មានសូវមានជាតិបងប្អូនវាអត់ចាប់ជាតិណាហើយឥឡូវខ្ញុំក៏ដួសដាក់ចានដែរបងប្អូនវីដេអូរបស់ខ្ញុំក៏មានតែប៉ុណ្្នឹងដែរបងប្អូនទីចុងអរគុណច្រើនមែនតើសម្រាប់ការតាមដានវីដេអូរបស់ខ្ញុំបាទ